នេះគឺយើងបកប្រែខ្មែរយើងគឺដឹងឲ្យបកប្រែថាប្រហែលអញ្ចឹងចំពោះពាក្យប្រមាណនេះគឺអ្នកទាំងអស់គ្នាក៏អាចបកប្រែបានន័យទី2ដែរគឺន័យទី2ដែលជាន័យបន្ទាប់បន្សំរបស់វាគឺក៏មានសិទ្ធិបកប្រែថាប្រមាណដែរប៉ុន្តែអាន័យដែលបកប្រែថាប្រមាណហ្នឹងគឺវាមានតិចណាអ្នកទាំងអស់គ្នាអញ្ចឹងយើងអ្នកទាំងអស់គ្នាអាចថាមិនសូវជាផ្ដោតទៅលើន័យប្រមាណហ្នឹងក៏បានដែរนะคะព្រោះវាអត់សូវជាសំខាន់ខ្លាំងទេប៉ុន្តែន័យដែលសំខាន់របស់វាហ្មងគឺបកប្រែថាប្រហែលนะคะអញ្ចឹងគឺលក្ខណៈពិសេសរបស់ពាក្យប្រមាណនោះគឺអ្នកទាំងអស់គ្នាត្រូវចាំពាក្យប្រមាណគឺអាចប្រើបានជាមួយនឹងចំនួនគឺនិយាយប្រហែលហើយបូកជាមួយនឹងចំនួនนะคะអ្នកទាំងអស់គ្នាឧទាហរណ៍ដូចជាខ្ញុំនឹងទៅដើរលេងនៅប្រទេសចិនប្រហែល4ថ្ងៃអីចឹងទៅណាអញ្ចឹងគឺអ្នកទាំងអស់គ្នាត្រូវតាមឲ្យតណាគឺប្រហែលបូកមួយចំនួនតនេះអញ្ចឹងឲ្យតែយើងនិយាយប្រហែលបូកមួយនឹងចំនួនគឺអ្នកទាំងអស់គ្នាមានសិទ្ធិប្រើពាក្យប្រមាណនឹងទាំងអស់นะคะហើយចំនួនអ្នកទាំងអស់គ្នាបើសិនជានិយាយពីលេខអ្នកទាំងអស់គ្នាស្រួលចំណាំតែម្ដងឧទាហរណ៍ដូចជាប្រហែល2ម៉ោងប្រហែល10នាទីប្រហែល20នាទីអីអញ្ចឹងអ្នកទាំងអស់គ្នាស្រួលចំណាំអញ្ចឹងអ្នកទាំងអស់គ្នាអត់មានអីត្រូវពិបាកក្នុងការចំណាំរបស់វាទេប៉ុន្តែពាក្យប្រមាណមានលក្ខណៈពិសេសមួយទៀតនោះគឺនៅពេលដែលយើងនិយាយប្រហែលហើយយើងបូកជាមួយនឹងពាក្យដែលបញ្ជាក់អំពីចំនួនណាអញ្ចឹងអ្នកទាំងអស់គ្នាតាមឲ្យតណាពាក្យដែលបញ្ជាក់អំពីចំនួនហ្នឹងគឺវាមិនមានលេខទេវាអត់មានលេខទេណាខាងអញ្ចឹងKC សូមឧទាហរណ៍ខ្មែរយើងមួយឧទាហរណ៍ដូចជាយើងនិយាយថាប្រហែលប៉ុន្មានណាប្រហែលប៉ុន្មានប្រហែលប៉ុណ្ណាណាបែបអញ្ចឹងណានៅពេលដែលយើងនិយាយពីទំហំអញ្ចឹងនិយាយថាប្រហែលប៉ុណ្ណាទៅណាខាងអញ្ចឹងស្ថានភាពបែបហ្នឹងអ្នកទាំងអស់គ្នាមានសិទ្ធិប្រើពាក្យប្រមាណដែរអ្នកទាំងអស់គ្នាបើសិនជាចាំអាចនឹងមើលនៅក្នុងវីដេអូមុនការប្រើប្រាស់របស់ពាក្យ x นะคะដែលពាក្យ x ហ្នឹងប្រើបូកនៅមុខចំនួនហើយវាទៅជាលើកប្រឆេះអញ្ចឹងការប្រើរបស់ពាក្យប្រមាណហ្នឹងគឺស្តៀងគ្នាអញ្ចឹងវាទៅបានន័យថាវាទៅគំរូតែមួយนะคะអ្នកទាំងអស់គ្នាអញ្ចឹងគឺអ្នកទាំងអស់គ្នាមានសិទ្ធិប្រើពាក្យប្រមាណហ្នឹងគឺច្រើននៅក្នុងចំណុចដែលយើងនិយាយអំពីចំនួនបែបហ្នឹងបានន័យថាប្រហែលបូកជាមួយនឹងចំនួនนะคะប្រហែល3ដបប្រហែល2គ្រឿងអីចឹងទៅนะคะអញ្ចឹងឲ្យតែប្រហែលបូកមួយចំនួនបែបហ្នឹងអាហ្នឹងគឺអ្នកទាំងអស់គ្នាប្រើពាក្យប្រមាណហើយนะคะការអញ្ចឹងគឺចំណុចនៃការចំណាំពាក្យប្រមាណគឺយើងមានប៉ុណ្ណឹងนะคะតអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរអូខេតអញ្ចឹងចាប់ផ្ដើមពាក្យឧទាហរណ៍ទី1គឺឧទាហរណ៍និយាយពីពាក្យប្រមាណណាអញ្ចឹងឧទាហរណ៍របស់ពាក្យប្រមាณคือយើងនិយាយថាเขาบอกว่างานนี้ต้องใช้เวลาประมาณ2วันค่ะโอเคម្ដងទៀតណាเขาบอกว่างานนี้ต้องใช้เวลาประมาณ2วันค่ะយ៉ាងงี้អញ្ចឹងគឺប្រយោគមួយនេះគឺអ្នកនរគ្នាឃើញKC ប្រើពាក្យប្រមាណហើយបូកជាមួយនឹង2วันអញ្ចឹងអាហ្នឹងដោយសារយើងប្រើមួយចំនួនហ្នឹងហើយទៅយើងប្រើពាក្យប្រមាណนะคะអូខេអញ្ចឹងគឺឧទាហរណ៍មួយនេះងាយអ្នកនរគ្នាគឺយើងបកប្រែថាគាត់ប្រាប់ថាការងារមួយនេះគឺត្រូវប្រើពេលប្រហែលជា2ថ្ងៃนะคะអូខេអញ្ចឹងប្រហែល2ថ្ងៃឡើយនេះគឺយើងបូកមួយចំនួនអញ្ចឹងហើយទៅយើងយកពាក្យប្រមាណមកប្រើนะคะអញ្ចឹងអានេះគឺអត់ច្រឡំទេนะคะអូខេវាខុសគ្នាដាច់តែម្ដងណា